សំគ្នាខ្លាំងៗព្រឹកមិញតារាស្រីអៀមីងលីនិងគូស្នេហ៍រូបសង្ហាដឹកដៃគ្នាភ្ជាប់ពាក្យតាមប្រពៃណីហើយចាប់ឲ្យលើកយកពីតារាស្រីស្រស់សភាអៀមីងលីមកបង្ហាញជូនចាំមហាជនច្បាស់ជាបានជ្រាបហើយថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតារាសម្ដែងស្រីខាងលើហាក់មិនសូវបង្ហាញវត្តមានក្នុងវិស័យសិល្បៈនោះទេចាក្នុងនោះដែរគេចាំបានថាបន្ទាប់ពីកញ្ញាអៀមីងលីបានសាងចំណងស្នេហ៍នឹងបុរសរូបសង្ហាឈ្មោះសាក់ជាមន្ត្រីរាជការចានឹងជាកូនប្រុសរបស់អ្នកមានមុខមាត់ក្នុងជួររដ្ឋាភិបាលមកកញ្ញាអៀមីងលីក៏បានចារស័តឆ្ងាយពីសិល្បៈដូចគ្នាដែរចាយ៉ាងណាមិញបើទោះជាមិនបានបង្ហាញវត្តមានចាក្នុងការសម្ដែងដូចមុនក្តីប៉ុន្តែកញ្ញាអៀមីងលីកំពុងទទួលបានការចាប់អារម្មណ៍និងសរសើរពីមហាជនរបស់នាងចាដោយកំពុងរស់នៅក្នុងជីវិតយ៉ាងមានសុភមង្គលលើពីនោះបច្ចុប្បន្នកញ្ញាអៀមីងលីចាក៏មានឈ្មោះជាថៅកែហាងកាហ្វេចាដែលកំពុងពេញនិយមមួយកន្លែងយីហោ Elite Cafe ចាងាកទៅកាន់រឿងជីវិតគូវិញក្រោយបានសាងចំណងស្នេហ៍នឹងគ្នាបានប្រមាណ4ឆ្នាំកាលពីថ្ងៃទី25ខែមិនិនាឆ្នាំ2026កន្លងទៅតារាស្រីអ៊ីមីងលីក៏បានចាបង្ហោះរូបភាពជាច្រើនសន្លឹកនឹងគូស្នេហ៍ប្រកាសពីដំណឹងភ្ជាប់ពាក្យផងដែរចាជាក់ស្ដែងនៅព្រឹកថ្ងៃទី27ខែមិនិនាឆ្នាំ2026នេះចាកញ្ញាអ៊ីមីងលីនិងគូស្នេហ៍បានរៀបចំពិធីភ្ជាប់ពាក្យតាមប្រពៃណីហើយដោយមានចាស់ទុំទាំងសងខាងបានដឹងឮក្នុងពិធីភ្ជាប់ពាក្យកញ្ញាអ៊ីមីងលីនិងអនាគតស្វាមីដែរមហាជនបានឃើញមានការចូលរួមពីសំណាក់ក្រុមគ្រួសារនិងមិត្តភ័ក្តិយ៉ាងអធិកអធមផងដែរចាំម្យ៉ាងវិញទៀតក្រោយពីចាបញ្ចប់ងារជាសង្សារคล้ายជាគូដណ្ដឹងចានឹងទទួលបានការចូលរួមសាទរពីអ្នកគាំទ្រនោះមហាជនក៏ទន្ទឹងរង់ចាំមើលថ្ងៃពិសេសរបស់តារាស្រីរូបនេះថានឹងមកដល់នៅពេលណាផងដែរ